ចាទិញត្រីមកប្រហែលជា4គីឡូត្រីបងប្អូនចាយកមកច្បាច់ច្បល់នេះគឺប្រឡាក់ទេណាបងប្អូនចាប្រឡាក់ដាក់អំបិលចាដាក់អំបិលល្មមមកយើងត្រូវការមកចូលចិត្តទៅបងប្អូនចាដូចថាมันប្រៃពេកហើយមិនសាបពេកទេបើសាបពេកក៏ផ្អកយើងអត់ល្អដែរចាពេលដែលប្រឡាក់ត្រីហើយទុកមកយប់ទៅហើយចាប់ដើមលីងកលីងបងប្អូនចាមកយប់រួចហើយយើងចាប់ដើមលីងកលីងយកទៅប្រឡាក់ចាជាធម្មតាខ្ញុំចូលចិត្តប្រឡាក់តប៉ែវាងាយស្រួលបងប្អូនចាទិញគេតែបន្តិចមកប្រឡាក់បានហើយចាប៉ុន្តែថ្ងៃនេះម៉ែប្រាប់ថាចូលចិត្តហូបផ្អកអង្គលីងម្ល៉េះហើយទៅលីងអង្គលីងឲ្យប្តីអ្នកកាន់ចាមុនដំបូងហ្នឹងគិតថាយកទៅកាន់តបាល់ថ្មបុរាណទេចាប៉ុន្តែដល់ប្តីនឹងប្រាប់ថាបើកាន់តបាល់ថ្មក៏អត់មានពេលជួយទេចាបើកាន់ម៉ាស៊ីនតែមួយផ្លែតហើយអញ្ចឹងកុំឲ្យញេះញោះច្រើនយកមកកាន់ម៉ាស៊ីនតែម្ដងបងប្អូនតែមួយផ្លែតគឺហើយនឹងចាប៉ុន្តែខ្ញុំដឹងហេតុអីទេអង្គលីងភាកច្រើនបើប្តីអត់នៅខ្ញុំចូលចិត្តកាន់បាល់បុរាណឲ្យក្មេងជួយចាក្មេងដូចថាជួយដាក់អញ្ចឹងណាបងប្អូនចាមានក្មួយមានកូនអីឲ្យជួយដាក់ទៅខ្ញុំអ្នកទាអញ្ចឹងទៅកាន់តបាល់បុរាណចាប៉ុន្តែបើយកល្អកាន់ម៉ាស៊ីនដូចប្តីខ្ញុំកាន់នេះក៏ស្រួលមួយយ៉ាងដែរបងប្អូនចាកុំឲ្យញេះញោះច្រើនចាតាមខ្ញុំដូចថាកំណត់បុរាណអញ្ចឹងចង់ប្រើអ្វីដែលបុរាណអញ្ចឹងណាបងប្អូនឥឡូវចាប់ផ្ដើមហាន់ម្ដេងចាមានបងម្នាក់ដែលគាត់ប្រាប់ថាផ្អកដាក់ម្ដេងទៅជូរដូចថាវាស្មើគ្នាចាម្ដេងហើយនឹងចេកទុំហើយត្រីដែលខ្ញុំប្រឡាក់ហ្នឹងគឺខ្ញុំស្រង់មកឲ្យដោយទឹកបងប្អូនឃើញស្ងួតទេចាកុំយកទឹកដែលយើងប្រឡាក់ហ្នឹងចាទឹកដែលប្រឡាក់ហ្នឹងបើដាក់ចូលទៅវាខុលវាស្អុយអញ្ចឹងណាបងប្អូនផ្អកយើងវាក្លិនអត់ល្អម្ល៉េះហើយខ្ញុំប្រយ័ត្នប្រយែងណាស្រង់តតែស្ងួតចាដូចកន្លោះឲ្យត្រីយើងហ្នឹងដូចថាស្ងួតទឹកប្រឡាក់ហ្នឹងបងប្អូនចាឥឡូវចាប់ផ្ដើមមកមើលត្រីប្រឡាក់អង្គលីងហើយនឹងម្ដេងដែលខ្ញុំហាន់សរសៃឆ្មានេះជាចេកទុំឯពណ៌មិនស្អាតទេពីព្រោះវាជោពេកខ្ញុំដាក់ក្នុងទូទឹកកកហើយនឹងខ្ញុំដាក់កែវថ្មដូចនេះបងប្អូនចាឥឡូវចាប់ផ្ដើមបំពន់ចេកទុំចាចេកទុំនេះទុំប្រហែលជាមួយអាទិត្យដែរខ្ញុំបកដាក់ក្នុងទូទឹកកកទៅដើម្បីទុកប្រឡាក់ផ្អកនៅឃើញចង់ធ្វើផ្អកអញ្ចឹងពីព្រោះម៉ែកំងផ្អកអង្គលីងចាឥឡូវចាប់ផ្ដើមប្រឡាក់ណាបងប្អូនដាក់ចេកទុំដែលបំពន់រួចហ្នឹងខ្លះមកហើយដាក់អង្គលីងហ្នឹង3ស្លាបព្រារៀងកំប៉ុងដែរអញ្ចឹងច្រើនដែរបងប្អូនចាហើយខ្ញុំដាក់ម្ដេងចូលមកជាការស្រេចហើយយើងប្រឡាក់ច្បល់ឲ្យសព្វណាបងប្អូនចាមុននឹងយកញាត់កឡចាបើច្បល់មិនសព្វក៏វាអត់ឆ្ងាញ់ដែរបងប្អូនចាខ្ញុំគិតថាបងប្អូនយើងភាគច្រើនគឺគាត់ចូលចិត្តធ្វើផ្អកគាត់ចេះធ្វើផ្អកអីចាហើយបើផ្អកខ្ញុំដូចថាបងប្អូនណាគាត់ធ្វើដូចថាមានរបៀបខុសខ្ញុំអីសូមខមមិននៅខាងក្រោមប្រាប់ខ្ញុំផងចាធ្វើរបៀបម៉េចពីព្រោះខ្ញុំដូចថាចេះតែធ្វើតាមបែបនេះទេបងប្អូនចាឥឡូវញាត់កឡចាប់ផ្ដើមញាត់កឡយកទៅទុកណាបងប្អូនចាទុករយៈពេលតែ10ថ្ងៃឬក៏15ថ្ងៃគឺជូរល្មមបងប្អូនចាអង្គលីងផ្អកអង្គលីងចាហើយបើផ្អកតប៉ែវាឆាប់ជូរជាងឥឡូវញាត់ពេញកឡនៅសល់ទៀតចាឥឡូវដូចខ្ញុំប្រាប់អញ្ចឹងចាទុកតែ10ថ្ងៃឬក៏15ថ្ងៃបានហូបហើយបងប្អូនចាផ្អកខ្ញុំហ្នឹងហើយចាវីដេអូធ្វើផ្អកខ្ញុំមានតែប៉ុណ្ណឹងទេបងប្អូនចាអាចជួបគ្នានៅវីដេអូក្រោយចាបើបងប្អូនណាគាត់ចេះដឹងថាធ្វើផ្អកអីប្លែកគាត់អាចខមមិននៅខាងក្រោមប្រាប់ខ្ញុំផងខ្ញុំរងចាំការរិះគន់ដើម្បីស្ថាបនាទាំងអស់គ្នាចាអរគុណជម្រាបលា